ជំរាបសួរកូនៗទាំងអស់គ្នាបាទត្រឡប់មកជួបលោកគ្រូម្ដងទៀតហើយនៅថ្ងៃច័ន្ទនេះតើកូនៗទាំងអស់គ្នាសុខសប្បាយជាទេបាទអរគុណព្រះអង្គទានទាំងសុវត្ថិភាពและសុខភាពរបស់គុណមកដល់ថ្នាក់រៀននោះផងដែរអញ្ចឹងថ្ងៃនេះជួបជាមួយលោកគ្រូនៅគណិតវិទ្យាគឺយើងរៀនអំពីមេរៀនទី8វិធីចែកអញ្ចឹងគោលបំណងរបស់គ្រូគឺចង់បង្រៀនកូនតាមមួយចំណុចប៉ុណ្ណោះគឺការបង្កើតចំចំណោទការបង្កើតចំចំណោទអញ្ចឹងគ្រូឲ្យកូនបង្កើតចំណោទនេះមួយចុះប្អូនបង្កើតចំណោទដោយប្រើលេខខាងក្រោមគឺ848ចែកនឹង4ប៉ុន្តែដល់មុនណាបង្កើតចំណោទនេះបានគឺគ្រូមានឧទាហរណ៍តូចមួយដើម្បីឲ្យកូនងាយស្រួលគឺនេះចំណោទលោកគ្រូមានប៊ិច6ដើមអញ្ចឹងលោកគ្រូមានប៊ិច6ដើមនេះប៊ិច6ដើមបាទរួចមកគ្រូចែកឲ្យសិស្ស3នាក់តើសិស្សម្នាក់ទទួលបានប៉ុន្មានដើមអញ្ចឹងបើគ្រូមានប៊ិច6ដើមហើយគ្រូចែកឲ្យសិស្ស3នាក់តើម្នាក់ទទួលបានប៉ុន្មានដើមបាទល្អណាស់គឺគាត់ទទួលបានម្នាក់2ដើមគ្រូចែកឲ្យសិស្ស3នាក់នេះម្នាក់2នាក់3នាក់អញ្ចឹងកូនអាចនេះដោយប្រើចំណោទនេះអាចបង្កើតចំណោទដែលមានលេខធំបែបនេះបាទអញ្ចឹងកូនអាចយកអានេះជាឧទាហរណ៍ហើយបង្កើតចំណោទអញ្ចឹងគ្រូទុកពេលឲ្យកូន3នាទីក្នុងការបង្កើតចំណោទជាមួយគ្នាបាទអរគុណច្រើនយើងដល់ពេលវេលារបស់យើងហើយនេះគឺជាចម្លើយដែលលោកគ្រូបានបង្កើតចំណោទដោយខ្លួនឯងបាទគឺគ្រូយកលេខខាងបង្កើតនេះជាចម្លើយប៉ុន្តែអ្វីដែលសំខាន់គឺកូនអាចដូរតួអង្គឬក៏បង្កើតអ្វីផ្សេងក៏បានដែរនេះគ្រាន់តែជាឧទាហរណ៍ដែលគ្រូឲ្យចំណោទនេះតែប៉ុណ្ណោះសំណាមមានសៀវភៅ848ក្បាលចែកឲ្យសិស្សសាលា4សាលាតើសិស្សក្នុងមួយសាលារៀនទទួលបានប៉ុន្មានក្បាលអញ្ចឹងនេះគឺជាគំរូតូចហើយគ្រូយកបំលែងដាក់លេខធំអញ្ចឹងគ្រូសង្ឃឹមថាកូនអាចធ្វើការបង្កើតចំណោទបានដោយប្រើឧទាហរណ៍នេះឬក៏ឧទាហរណ៍លេខធំនេះនៅចំណោទខាងក្រោយនោះផងដែរអញ្ចឹងជាចុងក្រោយសូមឲ្យកូនត្រឡប់ទៅផ្ទះវិញព្រះអង្គប្រទានពរកូនផងដែរអរគុណសូមជម្រាបលា